បាទសូមគោរពនឹងជម្រាបសួរបាទប្រិយមិត្តជនយើងឥឡូវនេះគឺមានករណីបាទគ្រោះមានបាទមនុស្សបាទប្រុសយើងអត់ដឹងថាជាជនជាតិខ្មែរឬជនជាតិបរទេសទេបាទបណ្ដាលឲ្យលោតពីលើអគារបាទកម្ពស់ជាច្រើនជាន់ណាបាទគឺ Skyline បាទឥឡូវនេះគឺលោតមកដល់ក្រោមបានស្លាប់បាត់បង់ជីវិតឥឡូវបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺនៅតាមបណ្ដោយផ្លូវបាទ134ក្នុងកាត់មិត្តភាពបាទខណ្ឌ7មករារាជធានីភ្នំពេញឥឡូវយើងឃើញថាកម្លាំងបាទសមត្ថកិច្ចបាទចម្រុះនៅខណ្ឌ7មករាកំពុងតែចុះមកដល់ទីតាំងនេះផងដែរហើយចំណែកឯកម្លាំងជំនាញនៅផ្នែកបច្ចេកភពសោចាយរបស់រាជធានីភ្នំពេញបាទកំពុងតែត្រួតពិនិត្យបាទសាកសពនិងឆែកឆេរទីកន្លែងកើតហេតុតើករណីនេះពិតជាលោតសម្រាប់ខ្លួនឯងឬជាករណីច្រើនទម្លាក់ឬយ៉ាងណាមិញយើងអត់ទាន់ដឹងដែរបាទប្រិមិត្តយើងបាទឥឡូវយើងឃើញហើយគឺកម្លាំងសមត្ថកិច្ចលោកបានហុំព័ទ្ធបាទខ្សែពណ៌លឿងជុំវិញទីតាំងកន្លែងកើតហេតុហើយបាទប្រិមិត្តហើយបឋមគឺជាមនុស្សប្រុសបាទយើងអត់ទាន់ដឹងថាជាជនជាតិបរទេសឬជនជាតិខ្មែរនៅឡើយទេបាទប្រិមិត្តបាទឥឡូវឃើញធ្លាក់មកគឺបាក់ដៃបាក់ជើងខ្ទេចអស់ហើយបាទប្រិមិត្តយើងហើយខ្ពស់មែនតើបាទអាគឺ Skyline បាទជាស្រ័យ Skyline បាទប្រិមិត្តយើងបាទឥឡូវយើងឃើញហើយគឺកម្លាំងសមត្ថកិច្ចនៅខាងក្នុងបាទកំពុងតែធ្វើការពិនិត្យទៅលើសាកសពនឹងមានបាទខ្នោះជាស្រ័យមានរបាំងបាំងបាទកុំឲ្យខាងបងប្អូនជាប្រវត្តិមើលឃើញណាបាទប្រិមិត្តយើងបាទករណីនេះផងដែរយើងអត់ទាន់ដឹងថាជាករណីបាទអឃាតកម្មរុញទម្លាក់ពីខាងលើឬក៏គាត់ធ្វើអត្តឃាតបាទលោតសម្រាប់ខ្លួនឯងឬយ៉ាងណាមិញយើងអត់ទាន់ដឹងដែរបាទប្រិមិត្តបាទឥឡូវនេះបរិសម្នាក់យើងអត់ទាន់ដឹងថាវ័យប្រហែលឆ្នាំទៅបាទជាជនជាតិខ្មែរឬជាជនជាតិបរទេសនៅឡើយទេបាទប្រិមិត្តបាទកម្លាំងសមត្ថកិច្ចកម្លាំងសមត្ថកិច្ចរបស់យើងលោកកំពុងតែធ្វើការបាទពិនិត្យទៅលើសាកសពផងដែរនិងកំពុងតែធ្វើការស្រាវជ្រាវបាទតាមកាមេរ៉ាសុវត្ថិភាពនៅជុំវិញទីតាំងដែលកើតហេតុនេះណាបាទយើងឃើញហើយអាគារបាទកម្ពស់ជាច្រើនជាន់បាទជាអាគារបាទSkylineបាទយើងឃើញហើយចឹងសូមមកជួយ share និងចែករំលែកបាទម្នាក់មួយពីករណីដែលបង្កមានការភ្ញាក់ផ្អើលនោះបាទមានបរិសម្នាក់យើងអត់ដឹងថាវ័យប្រហែលឆ្នាំទៅបាទបានលោតពីលើអាគារហើយមិនទាន់ដឹងថាជាជនជាតិបរទេសឬជាជនជាតិខ្មែរនៅឡើយទេបាទប្រិមិត្តបាទហើយយើងឃើញហើយគឺការលោតនេះយើងអត់ទាន់ដឹងថាជាន់ទីប្រមាណទេបាទប្រិមិត្តយើងមិនទាន់ដឹងច្បាស់លាស់នៅឡើយទេហើយកម្លាំងសមត្ថកិច្ចរបស់យើងចម្រុះនៅខណ្ឌ7មករាបាទលោកកំពុងតែធ្វើការឡើងទៅខាងលើនិងស្រាវជ្រាវនិងឆែកឆេរកាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ឬតាមផ្លូវច្រកចេញចូលណាបាទតើករណីនេះពិតជាបរិសម្នាក់នេះលោតបាទធ្វើអត្តឃាតបាទសម្លាប់ខ្លួនឯងឬយ៉ាងណាមិញយើងក៏មិនទាន់ដឹងនៅឡើយទេបាទប្រភពព័ត៌មានណាសំខាន់លើកម្លាំងសមត្ថកិច្ចរបស់យើងបាទលោកនឹងធ្វើការបាទពិនិត្យបាទបន្ថែមទៀតក្នុងករណីមួយនេះផងដែរបាទយើងឃើញហើយថាបរិសយើងអត់ទាន់ដឹងថាវ័យប្រហែលឆ្នាំទេបាទមិនទាន់ដឹងថាអត្តសញ្ញាណប័ណ្ណរបស់គាត់ជាជនជាតិខ្មែរឬជនជាតិបរទេសនៅឡើយទេបាទយើងឃើញហើយកម្លាំងសមត្ថកិច្ចគឺគាត់បានហុំព័ទ្ធបាទជុំវិញទីតាំងដែលកើតហេតុខ្សែពណ៌លឿងនេះផងដែរបាទប្រិមត្តណាបាទចំណែកឯសាកសពគឺនៅខាងមុខដែលក្រុមការងារធានីកំពុងតែធ្វើការផ្សាយផ្ទាល់នេះផងដែរបាទនៅជុំវិញទីតាំងកន្លែងកើតហេតុយើងឃើញហើយគឺបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែនតែម្ដងបាទពីបងប្អូនជាប្រវត្តិនៅជុំវិញបាទទីតាំងកន្លែងកើតហេតុនេះណាហើយទីតាំងនេះគឺនៅតាមបណ្ដោយផ្លូវបាទ134ដែលស្ថិតនៅក្នុងសង្កាត់បាទមិត្តភាពបាទខណ្ឌ7មករារាជធានីភ្នំពេញមនុស្សដែលធ្លាក់ពីលើអគារតើគាត់ធ្វើអត្តឃាតបាទលោតពីលើអគារសម្រាប់ខ្លួនឯងឬជាករណីឃាតកម្មណាមួយណាបាទប្រិមត្តយើងនេះជាព័ត៌មានបឋមដែលក្រុមការងារយើងកំពុងតែធ្វើការផ្សាយផ្ទាល់បាទនៅជុំវិញទីតាំងនេះផងដែរបាទទីតាំងនេះគឺ
អាគារកម្ពស់ជាច្រើនជាន់មែនតើបាទជាអាគារដែលមានឈ្មោះ Skyline បាទប្រិមត្តយើងបាទ Skyline ដែលនៅតាមបណ្ដោយផ្លូវ134នេះផងបាទហើយលោកពូដឹកហាត់ការដែរលោកពូណាបាទប្រិមត្តហើយយើងថាអ៊ំបងប្រុសបងស្រីមិនគាត់ថាបើសិនជាបាទចាក់ឬបាញ់សម្លាប់អានឹងឈាមស្រោចពេញខ្លួនហើយបាទនេះប្រហែលជាគាត់លោតសម្លាប់ខ្លួនឯងឬយ៉ាងណាយើងអត់ទាន់ដឹងដែរបាទប្រិមត្តដោយសារអានេះតាមយោបល់តាមសម្ដីបងប្អូនជាប្រវត្តិគាត់លើកឡើងអំបញ្ញមិញណាបាទប្រិមត្តយើងបាទឥឡូវយើងឃើញហើយគឺបង្កមានការផ្ទះផ្អើលខ្លាំងមែនតើតែម្ដងបាទប្រិមត្តប្រជាជនបាទ